เลี้ยงมาเมทมมองโอนโอ้ยเลยนะข้างภูมิป่าเนี่ยตึกละห้าเป็นเพลแต่มาดองยี่ที่เพลนี่คือแมนเพลกรูกระหอมเด้นะต่อนี่เพลธรรมดาเด้นะเลยขณะเพลกูยนปีดาวcái bò tới chích ca tới ấy chẳng làต่อนี่ไอ้เพลนี่คือเพลในจงภูมิป่านะต่อนี่ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកមើលទាំងអស់គ្នាហើយនេះគឺជាសកម្មភាពដែល admin ចូលទៅតាមមូលដ្ឋានដើម្បីជួបជាមួយនឹងប្រជាជនបងប្អូនប្រជាពលរដ្ឋតាមបណ្ដាភូមិនានាហើយនេះគឺជាភូមិនៅក្នុងតំបន់ដាច់ស្រយាលមួយកន្លែងដែលស្ថិតនៅចម្ងាយពីខេត្តហ្នឹងលោទៅដល់40គីឡូឯណោះបងប្អូនហើយភូមិនេះគឺជាភូមិផ្អើលដែលស្ថិតនៅក្នុងឃុំមន្លងភេស្រុកថាឡាបរិវត្តខេត្តស្ទឹងត្រែងភូមិនេះពីដើមឡើយគឺជាភូមិដាច់ស្រយាលពីទីរួមខេត្តដោយសារតែភូមិនេះពីមុនគឺมันមានផ្លូវដើម្បីតភ្ជាប់ទៅកាន់ទីរួមខេត្តនោះទេបើសិនណាជាចាស់ពីដើមធ្វើដំណើរទៅកាន់ទីរួមខេត្តគឺដោយថ្មើរជើងឬក៏រទេះគោរទេះក្បីហើយខ្លះទៀតគឺធ្វើដំណើរដោយថ្មើរជើងបើសិនជាពួកគាត់ធ្វើដំណើរដោយថ្មើរជើងចេញពីភូមិប៉ាវនេះទៅដល់ទីរួមខេត្តអាចនិយាយបានថាគឺគាត់ត្រូវស្នាក់នៅតាមផ្លូវមួយយប់ទៅគាត់អាចធ្វើដំណើរទៅដល់ទីរួមខេត្តស្ទឹងត្រែងបានហើយធ្វើដំណើរទៅមកចំណាយពេល2ថ្ងៃមួយយប់ទើបអាចត្រឡប់មកកាន់ភូមិនេះបានហើយបើសិនជាមានស្ថានភាពភ្លៀងឬក៏ទឹកជន់អូរពីមុនគឺអត់មានស្ពានតភ្ជាប់គ្នានោះគឺអាចរហូតទៅដល់ចំណាយពេល2យប់3ថ្ងៃឯណោះក៏មានដែរក៏ប៉ុន្តែបច្ចុប្បន្ននេះគឺភូមិផ្អើវគឺមានភ្លើងអគ្គិសនីគឺមានផ្លូវតភ្ជាប់មកកាន់ភូមិផ្អើវនេះហើយបងប្អូនហើយបើសិនជាយើងក៏លេខទៅមើលផ្លូវពីមុនវិញបងប្អូនគឺលំបាកខ្លាំងមែនទែនហើយបើសិនណាជាមានភ្លៀងរលឹមស្រិចដូចជា admin កំពុងតែថតនេះគឺទៅមកអត់រួចនោះទេដោយសារតែផ្លូវពីមុនគឺជាលក្ខណៈផ្លូវគោយន្តផ្លូវរទេះគោតភ្ជាប់ពីភូមិផ្អើវទៅភូមិវាលពោអញ្ចឹងណាបងប្អូនហើយបើសិនជាយើងធ្វើដំណើរចេញពីភូមិផ្អើវចេញទៅភូមិវាលពោនេះចម្ងាយវាប្រហែលជាខ្ទង់4ទៅ5គីឡូទេប៉ុន្តែបើសិនណាជាភ្លៀងរលឹមស្រិចដូច admin កំពុងទៅថតនេះយើងអាចធ្វើដំណើររហូតទៅដល់កន្លះថ្ងៃឯណោះបងប្អូនដោយសារតែផ្លូវគឺវាពិបាកខ្លាំងពិបាករហូតដល់យើងមិនអាចជិះម៉ូតូបានព្រោះពីមុនគឺអត់មានផ្លូវនោះទេបងប្អូនហើយសម្រាប់ឡើងអូចុះទួលអីគឺពិបាកក្នុងការធ្វើដំណើរតែបច្ចុប្បន្ននេះក៏ផ្លូវវារៀងធូរជាងមុនឆ្ងាយយើងអាចធ្វើដំណើរមកភូមិផ្អើវនេះបានវាមិនស្រួលណាស់ណាទេក៏ប៉ុន្តែយើងអាចធ្វើដំណើរបានលឿនជាងមុនហើយបើសិនជាយើងក៏លេខទៅមើលខែប្រាំងសម្រាប់ផ្លូវតំបន់នេះគឺហុយខ្លាំងដោយសារតែមានឈ្មួញគាត់ចូលមកទិញគីឡូមីចូលមកទិញដំណាំដាំដុះដូចជាដំណាំកសិកម្មផ្សេងហ្នឹងគឺប្រភេទឡានកុងតឺន័រធំអញ្ចឹងធ្វើឲ្យផ្លូវហើយតភ្ជាប់មកពីទីរួមខេត្តមកកាន់ភូមិផ្អើវនេះគឺហុយខ្លាំងហើយអលាក់ជាពិសេសគឺផ្លូវថ្មិញរណានឹងតែម្ដងបងប្អូនគឺពិបាកក្នុងការធ្វើដំណើរអញ្ចឹងខ្ញុំសំណូមពរឲ្យថ្នាក់ដឹកនាំខេត្តគិតគូរទៅលើគម្រោងសាងសង់ផ្លូវមកកាន់ទឹកដីនៃភូមិផ្អើវនេះឲ្យបានកាន់តែឆាប់កាន់តែល្អសម្រាប់បងប្អូននៅក្នុងតំបន់ភូមិវាលពោក៏ដូចជាឃុំមន្លងភេទាំងមូលនេះគាត់ក៏មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីរួមខេត្តផងដែរហើយជាពិសេសគឺសម្រាប់ខែប្រាំងគឺពួកគាត់ហុយខ្លាំងវាអាចបង្កើតទៅជាជំងឺផ្សេងដូចជាជំងឺសួតជំងឺហឺតជាដើមបើសិនណាជាផ្លូវនៅតែមានលក្ខណៈហុយទៅទ្រុបហើយពិបាកក្នុងការធ្វើដំណើរអញ្ចឹងវាអាចបង្កើតទៅជាជំងឺផ្សេងបានសម្រាប់តែផ្លូវនៅតែជាលក្ខណៈផ្លូវលំតែបើសិនណាជាបានផ្លូវកស៊ូគឺវាមិនងាយនឹងប៉ះពាល់ទៅដល់ផ្លូវដង្ហើមរបស់ប្រជាជននោះទេដោយសារវាអត់មានហុយតែជាក់ស្ដែងដូចបងប្អូនឃើញស្រាប់ហើយបើឲ្យតែផ្លូវជាលក្ខណៈផ្លូវលំគឺហុយហើយបើសិនជាហុយទៅម៉ូតូឡានតិចតួចវាមិនជាបញ្ហានោះទេតែហុយលក្ខណៈឡានកុងតឺន័រឬក៏ជាប្រភេទឡានធំគឺអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ភូមិផ្អើវជាពិសេសគឺនៅក្នុងឃុំវាលពោនឹងទាំងមូលតែម្ដងខ្ញុំសង្ឃឹមថាផ្លូវមួយខ្សែនេះនឹងទទួលបានការសាងសង់ស្ថាបនាឲ្យបានកាន់តែលឿនកាន់តែល្អហើយពីចុងក្រោយនៃវីដេអូមួយនេះខ្ញុំសូមអធិស្ឋានរាល់កំហុសខុសឆ្គងបើសិនណាជាមានខុសដោយប្រការណាមួយខ្ញុំសង្ឃឹមថានឹងទទួលបានការអធិស្ឋានពីសំណាក់បងប្អូនប្រិយមិត្តទាំងអស់គ្នាអរគុណបាយបាយ